เรื่องព្រះចក្ខុបាលថេរចក្ខុបាលអ្នកមានភ្នែកងងឹតតែចិត្តភ្លឺស្វាងនាសម័យពុទ្ធកាលមានគ្រូហស្ថម្នាក់ឈ្មោះមហាបាលជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភថ្ងៃមួយបន្ទាប់ពីបានស្ដាប់ព្រះធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធមកមហាបាលមានសេចក្តីជ្រះថ្លាយ៉ាងក្រៃលែងរហូតសម្រេចចិត្តបោះបង់ទ្រព្យសម្បត្តិទាំងអស់ឲ្យទៅប្អូនប្រុសហើយសម្រេចចិត្តចូលសាងភ្នោះក្នុងសំណាក់ព្រះភិក្ខវន្តក្រោយបួសបាន5វស្សាព្រះមហាបាលឥឡូវជាភិក្ខុបានទូលសុំរៀនព្រះកម្មដ្ឋានហើយធ្វើដំណើរទៅកាន់ទីអរញ្ញវាសីដ៏ស្ងាត់ជ្រងំមួយជាមួយភិក្ខុ60រូបទៀតនៅទីនោះលោកបានតាំងចិត្តយ៉ាងមុតមមក្នុងវស្សា3ខែថាអាត្មាអញនឹងមិនដាក់ថ្នងសេញជាដាច់ខាតទោះក្នុងកាលៈទេសៈណាក៏ដោយប៉ុន្តែរឿងអកុសលបានកើតឡើងក្នុងអំឡុងពេលនៃការប្រតិបត្តិធម៌ដ៏តឹងតែងភ្នែកទាំងគូរបស់លោកចាប់ផ្ដើមឈឺរកម្មយ៉ាងខ្លាំងទោះបីគ្រូពេទ្យយកថ្នាំមកប្រគេននិងណែនាំឲ្យលោកសេញដើម្បីបន្តថ្នាំយ៉ាងណាក៏ដោយក៏ព្រះថេរៈនៅតែរក្សាសច្ចៈមិនព្រមសេញដាច់ខាតលោកសុខចិត្តអង្គុយបន្តថ្នាំទាំងបំពេញការឈឺចាប់ទីបំផុតក្នុងយប់ចុងក្រោយនៃវស្សាខណៈដែលលោកបានសម្រេចធម៌ខ្ពង់ខ្ពស់ជាព្រះអរហន្តភ្នែកទាំងគូរបស់លោកក៏បានបែកធ្លាយងងឹតឈឹងក្នុងពេលជាមួយគ្នាបន្ទាប់ពីចេញវស្សាព្រះចក្ខុបាលថេរបានធ្វើដំណើរត្រឡប់ទៅវត្តជេតពុនវិញនាយប់មួយបន្ទាប់ពីភ្លៀងរាំងព្រះចក្ខុបាលថេរបានដើរចង្ក្រមតាមទម្លាប់ប៉ុន្តែដោយសារភ្នែកងងឹតលោកបានជន់សត្វមេភ្លៀងស្លាប់ជាច្រើនដោយអចេតនាព្រឹកឡើងភិក្ខុដទៃទៀតឃើញសាកសពមេភ្លៀងក៏ពោលពាក្យទេសដៀលោកថាជាអ្នកអត់សិលសម្លាប់សត្វរឿងនេះបានឮទៅដល់ព្រះសម្មាសម្ពុទ្ធព្រះពុទ្ធទ្រង់សម្ដែងថាមាននាលភិក្ខុទាំងឡាយព្រះចក្ខុបាលមិនមានចេតនាសម្លាប់ឡើយចិត្តរបស់ព្រះអរហន្តគឺស្អាតបរិសុទ្ធពេលនោះភិក្ខុទាំងឡាយក៏ទូលសួរពីមូលហេតុដែលលោកត្រូវខ្វាក់ភ្នែកទាំងដែលលោកជាព្រះអរហន្តព្រះពុទ្ធក៏ទ្រង់សម្ដែងរឿងអតីតជាតិឲ្យដឹងថាកាលពីជាតិមុនព្រះចក្ខុបាលធ្លាប់ជាគ្រូពេទ្យភ្នែកលោកបានព្យាបាលស្ត្រីម្នាក់ឲ្យជាសះស្បើយពីជំងឺភ្នែកប៉ុន្តែស្ត្រីនោះមានចិត្តអាក្រក់មិនចង់ធ្វើជាទាស័យបម្រើតាមសន្យាក៏ភូតក៏ហកថាភ្នែកកាន់តែឈឺជាងមុនឡើងគ្រូពេទ្យមហាបាលដឹងភ្លាមថាត្រូវគេបោកក៏កាចចិត្តខឹងក្រោធរួចផ្សំថ្នាំពីរឲ្យនាងបន្តរហូតដល់នាងខ្វាក់ភ្នែកទាំងសងខាងពិតប្រាកដមែនដោយសារបាបកម្មដែលធ្វើឲ្យគេខ្វាក់ភ្នែកដោយចេតនានេះឯងទើបលោកត្រូវមកទទួលផលកម្មខ្វាក់ភ្នែកក្នុងជាតិចុងក្រោយនេះសាច់រឿងដ៏ជក់ចិត្តនេះបានផ្ដល់នូវមេរៀនសីលធម៌និងច្បាប់ធម្មជាតិយ៉ាងជ្រាលជ្រៅចំនួន3ចំណុចរួមមានអានុភាពនៃចិត្តជាប្រធានដោយព្រះគធាដែលថាមโนពុព្វង្គមារាល់សកម្មភាពទាំងអស់ចាប់ផ្ដើមចេញពីចិត្តបើចិត្តអាក្រក់ដោយគ្រូពេទ្យទោះធ្វើអ្វីក៏នាំមកនៅទុក្ខបើចិត្តល្អដោយព្រះថេរៈទោះភ្នែកងងឹតក៏ចិត្តនៅតែភ្លឺស្វាងនិងបានសម្រេចមគ្គផលច្បាប់នៃកម្មផលកម្មដែលយើងបានសាងមិនថាជាកម្មល្អឬកម្មអាក្រក់វានឹងតាមលងបន្លាចឬផ្ដល់ផលឲ្យយើងវិញនៅថ្ងៃណាមួយជាមិនខានគ្មានអ្នកណាម្នាក់អាចរត់គេចផុតពីផលនៃសកម្មភាពរបស់ខ្លួនឡើយសូម្បីតែអ្នកនោះសម្រាប់ជាព្រះអរហន្តហើយក៏ដោយតម្លៃនៃសច្ចៈនិងការតាំងចិត្តព្រះចក្ខុបាលថេរបានបង្ហាញពីការលះបង់ដ៏អស្ចារ្យលោកសុខចិត្តបាត់បង់ភ្នែកសាច់ចក្ខុដើម្បីថែរក្សាសច្ចៈនិងដើម្បីសម្រេចបានភ្នែកប្រាជ្ញាធម្មចក្រវាជាមេរៀនដាស់តឿនឲ្យយើងចេះតស៊ូអត់ធ្មត់ដើម្បីគោលដៅដ៏ខ្ពង់ខ្ពស់ក្នុងជីវិតភ្នែកសាច់អាចងងឹតបានប៉ុន្តែកុំឲ្យភ្នែកប្រាជ្ញាងងឹតតាមជីវិតដែលរស់នៅដោយមានធម៌ទោះជួបទុក្ខលំបាកខាងរូបកាយក៏នៅតែមានសេចក្តីសុខក្នុងផ្លូវចិត្តជានិច្ចនា